ប្រាស់ប្រាស់សេវាកម្មដឹកជញ្ជូនតាមបរិយាបន្ថែមគឺមានភាពងាយស្រួលមែនតើមិនចាំបាច់មកយកខ្លួនឯងឲ្យវ៉ាន់គឺគ្រាន់តែបើកទ្វារមកគឺដល់ផ្ទះតែម្ដងសំខាន់ជាងនេះទៅទៀតនោះគឺបរិយាបន្ថែមមានច្រើនជាង1300សាខាទូទាំងប្រទេសកម្ពុជាតែម្ដងជំរាបសួរអតិថិជនបរិយាបន្ថែមទាំងអស់គ្នាគណៈពេលនេះគឺនាងខ្ញុំកំពុងតែនៅចំមុខឃ្លាំងទំនិញរបស់បរិយាបន្ថែមគឺនៅប៉ៃកួងជើគឺថាបរិយាបន្ថែមរបស់យើងឥឡូវនេះគឺមានសាខាចាក៏ដូចជាទីតាំងឃ្លាំងដោយខ្លួនឯងតែម្ដងដូច្នេះហើយគឺងាយស្រួលសម្រាប់អតិថិជនដែលគាត់ចូលចិត្តកម្មង់អីវ៉ាន់នៅក្នុង app ចិនតើឥឡូវហ្នឹងគឺចូលទៅមើលខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាចាឥឡូវនេះក៏កំពុងតែនៅក្នុងឃ្លាំងបរិយាបន្ថែមតែម្ដងគឺថាទីកន្លែងគឺធំខ្លាំងមែនតើធំមែនតើហ្មងបងប្អូនទាំងអស់គ្នាគឺថាអវ៉ាន់ច្រើនមែនតើហើយនៅខាងក្រោយក្នុងរបស់នេះខ្ញុំនេះសិតតែអីវ៉ាន់ដែលភ្ញៀវគាត់កំពុងតែកំង Oh my god ខ្ញុំឡើង so excited ហ្មងឡើងអូយ why so big អ្នកទាំងអស់គ្នាអ្នកនរគ្នាមិនត្រឹមតែមានអវ៉ាន់ធំទេអវ៉ាន់កញ្ចប់តូចកញ្ចប់ធំនេះសាយប៉ុណ្ណាក៏មានដែរហើយសម្រាប់ការដឹកជញ្ជូនវិញមានផ្លូវគោកផ្លូវអាកាសផ្លូវទឹកផ្លូវអាកាសវិញបងប្អូនទាំងអស់គ្នាគឺពី3ទៅ5ថ្ងៃចាសម្រាប់ផ្លូវគោកវិញពី7ទៅ10ថ្ងៃហើយសម្រាប់ផ្លូវទឹកវិញគឺ10ទៅ15ថ្ងៃបងប្អូនទាំងអស់គ្នាដែលគាត់ចង់ប្រើប្រាស់សេវាកម្មបរិយាបន្ថែមដែលនៅប៉ៃអ៊ីងកួងជើនេះគឺថាមានច្រើនជម្រើសតែម្ដងនៅក្នុងការដឹកជញ្ជូនគឺថាមានភាពងាយស្រួលគឺមានច្រើនជាង1300សាខាណោះហើយបងប្អូនទាំងអស់គ្នាចង់មកយកដល់ទីតាំងក៏បានចង់ឲ្យគេដឹកទៅដល់ផ្ទះខ្លួនឯងក៏បានដែរគឺថាមានភាពងាយស្រួលបែបនេះឯង